នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅខេត្តកណ្ដាលនាថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានគូសបញ្ជាក់ថារដ្ឋាភិបាលមិនមានការបង្រួមក្រសួងស្ថាប័នទេការបញ្ជាក់ដូចនេះរបស់លោកហ៊ុនម៉ាណែតជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយលើបណ្ដាញសង្គមនាប៉ុន្មានថ្ងៃចុងក្រោយដែលថាមានការបង្រួមក្រសួងមួយចំនួនបញ្ចូលគ្នាអ្នកជំនាញផ្នែកអភិបាលកិច្ចនិងសង្គមនានាមើលឃើញថាការបញ្ជាក់ជំហររបស់ប្រមុខរដ្ឋាភិបាលដូចនេះហាក់ផ្ទុយពីចរន្តមហាជនមួយចំនួននៅលើបណ្ដាញសង្គមលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបញ្ជាក់ជាថ្មីថាកំណែទម្រង់គោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញពីដើមទីគឺស្ថិតនៅដដែលពលមិនមានការកាត់បន្ថយក្រសួងស្ថាប័នទេប្រហែលថ្ងៃនេះឃើញរឿងស្អីកាត់ក្រសួងរួមក្រសួងតម្លាក់ក្រសួងទៅជាអគ្គនាយកដ្ឋានហើយរឿងនេះប្លែកដែរដល់ខ្ញុំជានាយករដ្ឋមន្ត្រីអត់ដឹងរឿងហ្នឹងតែដឹងតាម Facebook វិញដូចប្លែកបាទខ្ញុំសូមបញ្ជាក់អ្នកដែលបង្កើតរឿងបង្កើតស្អីនេះគឺគ្មានការកំណែតម្រង់គោលនយោបាយយើងដាក់ចេញពីដើមទីនៅដដែលទី1គ្មានការកាត់ក្រសួងស្ថាប័នទេនៅដដែលប៉ុន្តែក្រសួងស្ថាប័ននីមួយៗត្រូវវិភាគមុខងារអាចមានការកាត់អយុធដ្ឋាននៅខាងក្នុងស្អីទៅដើម្បីពង្រឹងឲ្យចំសម្រួចឲ្យចំប៉ុន្តែបើថាកាត់ក្រសួងនេះក្រសួងនោះថ្ងៃមុនគេដាក់សារមកខ្ញុំគេថាឮសម្ដេចធិបតីមានផែនការកាត់អគ្គនាយកដ្ឋានឬមួយអីខាងឧស្សាហកម្មពីក្រសួងឧស្សាហកម្មយកទៅដាក់ក្រសួងពាណិជ្ជកម្មហើយខ្ញុំអត់ទាំងដឹងផងហើយម្សិលមិញឃើញពេកមួយគេបង្ហោះថាមានក្រសួង6ដែលជាន់គ្នាអញ្ចឹងរាជរដ្ឋាភិបាលនឹងកាត់ក្រសួងមួយចំនួនតម្លាក់ទៅជាអគ្គនាយកដ្ឋានហើយរដ្ឋមន្ត្រីរុញឡើងទៅទេរដ្ឋមន្ត្រីអស់លោកហ៊ុនម៉ាណែតបន្ថែមដោយប្រាប់ឲ្យមន្ត្រីមានភាពនឹងណខ្ញុំថាចំពីណាចេះគិតគូរជំនួសរាជរដ្ឋាភិបាលទៀតហើយខ្ញុំដែលអត់មានគោលការណ៍ហ្នឹងក៏ទៅសួរខាងមុខងារសាធារណៈគេលោពេលប្រជុំហ្នឹងមានគិតអាហ្នឹងខ្ញុំថាបើគិតអាហ្នឹងជប់គិតទៅពួកគោលគំនិតឲ្យទៅពង្រឹងស្ថាប័នមួយពង្រឹងតួនាទីភារកិច្ចកុំឲ្យជាន់គ្នាស្ថាប័នមួយសម្រួចឲ្យចំគោលដៅឲ្យស្របទៅតាមស្ថានភាពវិវត្តនៃស្ថានភាពសេដ្ឋកិច្ចសង្គមបច្ចេកវិទ្យាបាទអញ្ចឹងធ្វើឲ្យចរាចរណ៍ក្នុងអារម្មណ៍របស់មន្ត្រីឬសូតិចទៀតខ្ញុំត្រូវកាត់ទៅក្រមពាណិជ្ជកម្មក្រសួងតិចទៀតតម្លាក់ទៅជាអគ្គនាយកឲ្យកន្លែងណាខ្លះអត់មានទេសុំឲ្យមានភាពដឹងដល់លោកអ៊ូវិរៈប្រធានវេទិកាអនាគត Future Forum ក៏សម្គាល់ថាការលើកឡើងពីការកាត់បន្ថយស្ថាប័ននេះត្រូវបានចាប់អារម្មណ៍ខ្លាំងពីមហាជនជាពិសេសអ្នកប្រកបអាជីវកម្មលើវិស័យ SME ខណៈពួកគេធ្លាប់ជួបប្រទះនៅភាពស្មុគស្មាញតែលោកអ៊ូវិរៈមិនរំពឹងថានឹងមានការរុះរើដោយស៊ីជម្រៅឡើយតកតងរឿងអ្វីដែលពួកយើងតែងតែពិភាក្សាហើយខ្ញុំខ្លួនឯងផ្ទាល់ក៏តែងតែស្នើในការstreamlining បានធ្វើម៉េចឲ្យមានភាពរលូនកុំឲ្យមានជាប់ចង្វាក់ឬមួយក៏ជន់ទូនាទីហ្នឹងមានកត្តាមួយចំនួនគឺជាជំរើសនៃគោលនយោបាយហើយជាទូទៅប្រជាពលរដ្ឋក៏ដោយសង្គមស៊ីវិលក៏ដោយគាត់លើកឡើងជាមតិយើងដឹងតែមិនជាការកំណត់ទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលឬមួយជាពិសេសគឺសម្រាប់ចិត្តរបស់សភាជាតិរបស់យើងទេនីតិបញ្ញត្តិទេក្រសួងឬមួយរដ្ឋាភិបាលមុននឹងអាចរុះរើបែបនឹងបានទាល់តែទាមទារការយល់ព្រមពីសភាហើយជាទូទៅឥឡូវនេះយើងផុតពាក់កណ្ដាលអាណត្តិហើយដោយសារអញ្ចឹងហើយគឺការរុះរើហ្នឹងគឺខ្ញុំមិនរំពឹងថានឹងធ្វើដោយស៊ីជម្រៅទេលោកអោកស្រីសុភ័ក្រអ្នកជំនាញផ្នែកអភិបាលកិច្ចល្អយល់ឃើញថាប្រមុខរដ្ឋាភិបាលបានថ្លឹងថ្លែងគ្រប់ព័ត៌មានទាំងអស់ដើម្បីរក្សាស្ថិរភាពនយោបាយខ្ញុំយល់ថាសម្ដេចធិបតីក្នុងឋានៈជានាយករដ្ឋមន្ត្រីហ្នឹងគាត់មានព័ត៌មានរបស់គាត់ណាព័ត៌មានទាំងបច្ចេកទេសទាំងរដ្ឋបាលព័ត៌មានទាំងនយោបាយផ្ទៃក្នុងបកដូច្នេះគាត់ត្រូវធ្វើយ៉ាងណាថ្លឹងថ្លែងគ្រប់ទាំងអស់ហ្នឹងដើម្បីរក្សាស្ថិរភាពនយោបាយស្ថានភាពនយោបាយហ្នឹងកុំឲ្យវាមានការអន់ស្ពន់ចិត្តនៅក្នុងជួរខ្សែបកកន្លែងហ្នឹងខ្ញុំយល់បានបាទខ្ញុំអត់មានអីប្លែកទេនៅក្នុងហ្នឹងក៏ប៉ុន្តែសម្ដេចនាយកត្រូវតែតិចទៀតទៅនៅពេលដែលក្រសួងមុខងារសាធារណៈធ្វើវិភាគមុខងារជំរឿនណាបាទដើរតាមក្រសួងនីមួយចង់ក៏ដោយមិនចង់ក៏ដោយយើងធ្វើជ្រុលជ្រោះមកប្រហែលជាង
3 ទសវត្សរ៍មកហើយគិតទៅពីរើសដាក់ខ្សែបាក់ពួកអីហ្នឹងវាប៉ោងហើយណាបាទហើយដល់ពេលប៉ោងទៅវាយកលុយពន្ធដាររបស់ប្រជាពលរដ្ឋហ្នឹងច្រើនណាស់បាទ លោកអោកសេរីសុភ័ក្របន្តថាគេមិនអាចមើលស្រាលប្រជាពលរដ្ឋបានទេនិងយល់ឃើញថាការបោះឆ្នោតធំៗចំនួន2នៅឆ្នាំ2027និងឆ្នាំ2028ខាងមុខគឺជាតេស្តមួយដ៏ធំសម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន ដូច្នេះហើយខ្ញុំគិតថានៅពេលដែលធ្វើជំរឿនចប់កំណែតម្រង់ចប់ហើយពេលនោះចាំយើងជួបគ្នាម្ដងទៀតក៏ប៉ុន្តែទោះយ៉ាងណាក៏ដោយចរន្តរបស់ប្រជាពលរដ្ឋព្រោះឥឡូវប្រជាពលរដ្ឋឥឡូវមើលស្រាលមិនបានដូចមុនទេណាមានព័ត៌មានប្រៀបធៀបទៅស្រុកគេទៅវៀតណាមទៅសិង្ហបុរីទៅឥណ្ឌូនេស៊ីទៅថៃហើយនឹងសកលលោកទាំងអស់ប្រទេសយើង7 10 8 10លាននាក់ឲ្យយើងប៉ោងម្លឹងខ្ញុំនៅតែប្រកាន់ជំហរដដែលថានៅថ្ងៃណាមួយនៅពេលដែលលទ្ធផលជាក់ស្ដែងចេញមកសម្ដេចបវរធិបតីដែលជានាយករដ្ឋមន្ត្រីត្រូវតែស្ដាប់បដិញ្ញយោបល់ប្រជាពលរដ្ឋហើយខ្ញុំគិតថាការជួបគ្នាថ្ងៃឆ្នាំក្រោយនេះ2027ហើយ2028ហ្នឹងវាជាតេស្តធំណាបាទបោះឆ្នោតឃុំសង្កាត់ហើយបោះឆ្នោតថ្នាក់ជាតិណាបើសិនជានយោបាយរបស់សម្ដេចហ្នឹងគឺថានៅតែត្រឹមត្រូវពេញចិត្តជាពលរដ្ឋបោះឲ្យទៅបើមិនពេញចិត្តទេអាហ្នឹងគឺថាបញ្ជាក់តាមផ្លូវឆ្នោតតាមហ្នឹងខ្ញុំយល់អញ្ចឹងណាបាទវាអត់មានរឿងអីខុសទាស់ទេបាទ លោកអ៊ូវីរៈក៏បានលើកឡើងនៅចំណុចនេះដែរនិងលើកជាសំណួរថាតើពលរដ្ឋនឹងលើកយកចំណុចកំណែតម្រង់អភិបាលកិច្ចនេះជាប្រធានបទសំខាន់នៅក្នុងការបោះឆ្នោតធំៗខាងមុខឬយ៉ាងណា អ្វីដែលយើងទៅជែកគ្នាដែលភពផលឬមួយក៏ការទៅជែកគ្នានេះគឺផ្ដោតទៅលើតើគណៈបកនីមួយនៅពេលការប្រកួតប្រជែងនៅការបោះឆ្នោតឃុំសង្កាត់2027ការបោះឆ្នោតថ្នាក់ជាតិជាពិសេសគឺនៅ2028ហ្នឹងតើក្នុងករណីគាត់ប្រកួតប្រជែងហ្នឹងគាត់យកវិធានបទកំណែតម្រង់អភិបាលកិច្ចជាវិធានបទធំឬមួយក៏អត់ហើយបើតាមខ្ញុំដឹងគឺប្រជាពលរដ្ឋក៏ចាប់អារម្មណ៍ខ្លាំងហើយអញ្ចឹងប្រជាពលរដ្ឋចង់បានភាពរលូនហើយឥឡូវនេះគាត់យល់ដឹងជាងមុនគាត់ឃើញជាងមុនពីប្រទេសដទៃហើយគាត់មានមតិអានឹងគឺជារឿងមួយដែលយើងគួរស្វាគមន៍ផងដែរអានឹងជាកាតព្វកិច្ចនិងទួនាទីរបស់ប្រជាពលរដ្ឋជាពលរដ្ឋរបស់ជាតិមួយ លោកបណ្ឌិតមាសនេះអ្នកសិក្សាការអភិវឌ្ឍសង្គមមើលឃើញថាការបង្រួមក្រសួងមិនអាចធ្វើទៅបានទេនៅក្នុងកាលៈទេសៈបច្ចុប្បន្ន ជាការមើលឃើញរបស់ខ្ញុំមិនទាន់រំពឹងឃើញថារដ្ឋាភិបាលអាចមានលទ្ធភាពនៅក្នុងការបង្រួមក្រសួងនឹងបានទេនៅក្នុងពេលនេះព្រោះបើយើងមើលពីសារបាននៃការរៀបចំរដ្ឋាភិបាលតាំងពីដើមមកគឺការបង្កើនក្រសួងនេះពីដើមមកវាជាផ្នែកមួយនៃការចែកទូនាទីគ្នាធ្វើឲ្យបានច្រើនទេមែនតើទៅនោះពេលយើងមើលទៅវាឃើញតែក្រសួងមួយចំនួននោះវាមិនចាំបាច់ទេវាដូចថាក្រសួងខ្លះហ្នឹងគឺការងារជាន់គ្នាដល់ពេលចឹងទៅបានជាយើងចេះតែមើលឃើញថាការបង្រួមក្រសួងឲ្យតូចវាជាភាពចាំបាច់ប៉ុន្តែសម្រាប់ករណីរដ្ឋាភិបាលយើងនេះនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះខ្ញុំគិតថាគាត់មានការពិបាកនៅក្នុងការបង្រួមព្រោះអីកាលណាបង្រួមក្រសួងទៅសួរថាតើតួនាទីទាំងអស់ដែលមន្ត្រីធំជារដ្ឋមន្ត្រីឬក៏រដ្ឋលេខាធិការទាំងអស់នោះយកទៅដាក់នៅណាបើសិតតែគ្នាឯងសិតតែអ្នកធ្លាប់តស៊ូជាមួយគ្នាអញ្ចឹងណាបាទ ទោះយ៉ាងណាលោកអ៊ូវីរៈមើលឃើញថាថ្នាក់ដឹកនាំប្រទេសបានដឹងឮនៅមតិរបស់ពលរដ្ឋជុំវិញកំណែតម្រង់អភិបាលកិច្ច អ្វីដែលជាការឆ្លើយតបនេះក៏ជាការចាប់អារម្មណ៍របស់ខ្ញុំដែរដោយសារឆ្លុះបញ្ចាំងថាថ្នាក់ដឹកនាំរបស់យើងបានដឹងឮនៅមតិរបស់ប្រជាពលរដ្ឋហើយបានយល់ថាអ្វីដែលប្រជាពលរដ្ឋចង់បានតើដំណើរក្នុងការឈានទៅដល់ការកំណែតម្រង់នឹងដំណើរយ៉ាងម៉េចអានឹងជាទូទៅថ្នាក់ដឹកនាំគាត់ជាអ្នកសម្រេចប៉ុន្តែនៅក្នុងការបោះឆ្នោតប្រជាពលរដ្ឋជាអ្នកសម្រេចសំខាន់បំផុតតើយើងមានការប្រកួតប្រជែងដោយល្អឬមួយក៏អត់នៅក្នុងការបោះឆ្នោត2028ហើយតើគណៈបកនីមួយៗនឹងយកវិធានបទនឹងយកទៅប្រកួតប្រជែងហើយឬមួយក៏យកទៅដាក់ជាវិធានបទស្នូលរបស់ខ្លួនក្នុងការប្រកួតប្រជែងឬមួយក៏អត់ លោកអ៊ូវីរៈបន្ថែមដោយទទួលស្គាល់ថាមានកំណែតម្រង់តែនៅតែមានភាពជាប់គាំងមួយចំនួនតាមលោកអ៊ូវីរៈការកែលម្អមិនទាន់គ្រប់គ្រាន់ទេព្រោះកម្ពុជាដល់ដំណាក់កាលមួយឈានទៅកាន់រជ្ជកាលថ្មីមួយដែលពិភពលោកនិងបច្ចេកវិទ្យាមានការកែប្រែខុសពីរជ្ជកាលចាស់ដែលទាមទារនៅអភិបាលកិច្ចចាំបាច់ មួយទៀតអ្វីដែលខ្ញុំឃើញគឺយើងមានការកំណែតម្រង់គ្រាន់បើប៉ុន្តែនៅតែជាប់គាំងមួយចំនួន
យើងមិនទាន់និយាយពីរឿងនីតិរដ្ឋផងកំណែតម្រង់តាក់ទងរឿងភាពស្មើភាពគ្នាចំពោះមុខច្បាប់ហើយការអនុវត្តច្បាប់ដែលធ្វើឲ្យមានភាពរលូននិងងាយស្រួលសម្រាប់ប្រជាពលរដ្ឋហើយនិងអ្នករស់ស៊ីហើយក៏ភាពទុកចិត្តសម្រាប់អ្នកវិនិយោគផងដែរប៉ុន្តែកំណែតម្រង់យើងបច្ចុប្បន្នយើងមានកំណែតម្រង់ប៉ុន្តែយើងនៅតែមិនខ្ញុំថាកែលម្អមិនទាន់កំណែតម្រង់ប៉ុន្តែខ្ញុំជឿជាក់ថាអ្នកដឹកនាំជំនាន់ក្រោយនេះគឺប្រហែលជាមានឆន្ទៈក្នុងការកំណែតម្រង់ជាងនឹងពួកអីបើគ្រាន់តែកែលម្អខ្ញុំមើលទៅមិនគ្រប់គ្រាន់ទេសម្រាប់កម្ពុជាដែលយើងចឹងពួកខ្ញុំហៅថាជាអបាលកិច្ច2.0 ដែលស្អីយើងគិតថាដល់វេនមួយដែលយើងត្រូវឈានទៅដល់រជ្ជកាលមួយថ្មីជាមួយនឹងពិភពលោកមួយដែលកែប្រែច្រើនហើយនឹងបច្ចេកវិទ្យាដែលកំពុងតែមានលក្ខណៈខុសពីអ្វីពីរជ្ជកាលចាស់ខ្លាំងមែនតើហ្នឹងសម្រាប់លោកបណ្ឌិតមាសនេះលោកនៅតែមានសំណួរជុំវិញរដ្ឋបាលក្បាលធំខ្លួនតូចដោយលោកមិនរំពឹងថាការកែប្រែអភិបាលកិច្ចប្រហែលជាមិនអាចមានអ្វីដុំកំភួនទេបើសិនជាយើងមិនបង្រួមក្រសួងហើយយើងក៏នៅបង្រួមនាយកដ្ឋានក៏វានៅចោទជាបញ្ហាថាតើមនុស្សដែលធ្វើការនៅក្នុងនាយកដ្ឋាននីមួយៗនេះយកទៅទុកនៅណាវិញឬក៏គ្រាន់តែប្រមូលពូជពីម្ដុំកន្លែងមួយយកទៅដាក់កន្លែងមួយទៀតប៉ុន្តែរដ្ឋបាលក្បាលធំខ្លួនតូចវានៅតែដដែលហើយមនុស្សច្រើនក៏នៅតែច្រើនដដែលបាទអញ្ចឹងយើងមិនរំពឹងថាដំណើរការនៃអភិបាលកិច្ចរបស់រដ្ឋាភិបាលនឹងអាចនឹងមានការកែប្រែអីជាដុំកំភួនទេបាទបើសិនតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលនៅពេលថ្មីៗហ្នឹងបាទទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានអំពាវនាវឲ្យគ្រប់គ្នាឈប់គិតពីការរំលាយក្រសួងដើម្បីភាពនឹងនររបស់មន្ត្រីនិងជំរុញឲ្យពង្រឹងការងារទោះបីវាមិនពិតបើយើងមិនបកស្រាយតាន់ពេលធ្វើឲ្យជ្រោកច្បល់ក្នុងអារម្មណ៍ហើយកុំចាំពីណាបកស្រាយខ្ញុំបកស្រាយតែហ្មងទៅថាឈប់គិតគូររឿងរំលាយក្រសួងរឿងស្អីម៉ោងស្មើនេះកំណែតម្រង់ពង្រឹងស្ថាប័នមួយបែងចែកភារកិច្ចឲ្យបានច្បាស់ហើយធ្វើការដើម្បីរួមសហការគ្នាដើម្បីបម្រើប្រជាជននេះគឺជាការកំណែតម្រង់ពង្រឹងស្ថាប័នរបស់យើងអភិក្រមពង្រឹងអត់ពង្រីកទេត្រូវពង្រឹងអ្វីដែលមានស្រាប់តាមរយៈការវិភាគមុខងារការពង្រឹងតួនាទីកន្លែងណាដែលជន់គ្នាកន្លែងណាដែលខ្វះបានយើងអាចបន្ថែមតែត្រូវមាននិក្ខេបបទបានន័យថាត្រូវមានតលិកច្បាស់ព្រោះស្នើសុំមួយមុននឹងសញ្ញេខ្ញុំហៅមកប្រជុំគណៈអចិន្ត្រៃយ៍ក្រសួងស្ថាប័នអន្តរក្រសួងគាត់ប្រជុំមួយមុខងារសានជុំគណៈអចិន្ត្រៃយ៍សួរដេញដោលហ្មងបើនិក្ខេបបទអត់ជាប់អត់ឲ្យព្រោះយើងទទួលខុសត្រូវចំពោះប្រជាពលរដ្ឋចំពោះប្រទេសជាតិ